ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី23ខែមករាឆ្នាំ2026របបខ្យល់មូសុងអេសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី23ដល់ថ្ងៃទី25ខែមករាឆ្នាំ2026មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា31អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេ2តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា17អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងឦសានមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបៃលិនព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីកំពង់ស្ពឺស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.00 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមថ្ងៃទី23ខែមករាឆ្នាំ2026សូមអរគុណ